បាទសួស្តីថ្ងៃនេះថ្ងៃទី1 ខែ 7 ឆ្នាំ 2025 បាទនេះក៏ទេសភាពនៅក្នុងច្រកអូស្មៃបាទទូទៅបាទទេសភាពទូទៅនៅច្រកអូស្មៃបាទឃើញថាបន្ទាប់ពីមានការបិទច្រកបាទភាគីថៃបាទធ្វើឲ្យខាងកម្ពុជាយើងក៏អនុវត្តតាមនឹងដែរបាទគឺថាស្ងប់ស្ងាត់ល្អណាស់បាទនេះគេនោះកំពុងសាងសង់បន្ថែមបាទបន្តហើយទេប៉ុន្តែគេបុកប្រញាប់ធ្វើបន្តបាទអានេះជាទេសភាពទូទៅបាទនេះគឺថាមេឃខ្មៅងើតតែម្ដងបាទមកងើតតែម្ដងមកឃើញទេស្អាតណាស់បាទទេសភាពស្ងប់ស្ងាត់ល្អណាស់ខាងជាការពីយើងកំពុងធ្វើការចរាចរណ៍បាទឲ្យទេព្រោះមើលថាម៉ោងនេះបាទទេសភាពនេះស្អាតណាស់លោកចောက်ពីយើងមិនហើយបាទទេមានសមត្ថកិច្ចគឺចាំថ្ងៃទី1 ខែ 7 ឆ្នាំ 2025 បាទជាថ្ងៃប្រវត្តិសាស្ត្រព្រំដែនតែជួបរឿងចឹងយូរម្ដងបាទណាបាទទេសភាពគឺថាស្អាតបាទអត់មានសម្រាមអីទេបាទការរៀបចំស្អាតគឺជាប្រវត្តិខ្មែរយល់ដឹងច្រើនបាទយល់ដឹងពីការបោះចោលសម្រាមបោះចោលអីទៅធ្វើឲ្យបរិយាកាសស្អាតនោះវត្តព្រីមគុលនោះខ្លងទ្វារមុខតាថ្មអានេះឃើញទេសភាពតាណាបងប្អូនមេឃក៏ងឹតតែម្ដងមេឃបាទមេឃនេះងឹតតាំងពីនោះមកតែម្ដងបាទខាងនោះអាចចាក់ទឹកហ្នឹងម្ដងអាចចាក់ទឹកភ្លៀងហើយបាទនៅខាងយើងមិនទាន់ចាក់ទឹកភ្លៀងអូមានចាក់មួយតោបាទជាតាណាបងមកច្រកយើងនោះក៏យើងព្រិចមើលម៉ូតូមកទៀតហើយបាទអរគុណបាទ